ស្អីគេហ្នឹងជំងឺរមួលម្រាមដៃរបស់ខ្ញុំនេះពេលណាទៅជីទៅហាហាហារូឈីវអូនមិនមែនប្រាប់បងថាទៅផ្ទះទេអេមិនក៏នៅជាមួយលីពីងឡៃបេងទៅវិញពីមុនគឺទៅផ្ទះមែនតែកន្លែងដែលទៅគឺជាផ្ទះខ្ញុំរយៈពេល3ឆ្នាំហើយពួកយើងតាក់ទងគ្នា3ឆ្នាំហើយហេតុអ្វីបានជាអូនក្បត់បងអញស្ដាប់ឲ្យច្បាស់ណាពីដំបូងខ្ញុំឃើញថាអញចេះវីតអាចរកលុយឲ្យខ្ញុំបានទៅខ្ញុំនៅជាមួយអញឥឡូវនេះអញកើតជំងឺចម្លែកបែបនេះសូម្បីតែខ្លួនអញក៏ការពារមិនបានផងហេតុអ្វីខ្ញុំត្រូវនៅរងទុក្ខជាមួយអញទៀតអូនបានហើយឈប់វីទៅមកនេះមកនេះគ្រាន់តែឲ្យអញរៀងចោលទេមើលម្រាមដៃវាកន្ត្រាក់ចុះដូចជាសត្វឆ្កែចឹងហាហាកុំចាំអីខ្ញុំឲ្យលុយដែលជាប់ខ្លួនខ្ញុំទៅឯងទាំងអស់ចុះហាហារើសយកទៅលុយប៉ុណ្ណឹងគ្រាន់ព្យាបាលជំងឺអញហើយថ្ងៃក្រោយកុំមករកពួកយើងទៀតកុំអីខ្ញុំមិនលើកលែងឲ្យអញទេហាហាហារូឈីវប្អូនប្រុសខ្ញុំនឹងមិនលើកលែងឲ្យពួកអញទេនាំខ្ញុំទៅខ្ញុំមិនត្រឹមតែចេះគន់គូររកលុយទេថែមទាំងអាចមើលឃើញពន្លឺរបស់វត្ថុទៀតផងវាយដៃទាំងគូនេះរកលុយពិតជាលឿនមែននេះរកបាន20,000ហើយឡៅសិនវ៉ាពិតជាឯងមែនហេមិញនេះខ្ញុំឃើញអញពីចម្ងាយស្មានតែខ្ញុំមើលច្រឡំហើយតើឯងកំពុងធ្វើអីហ្នឹងនេះគាត់កំពុងគន់គូអេឯងចេះជំនាញនេះដែរឡើយចៅចង់សាក់មើលទេបានតាចាត់ទុកថាជួយគាំទ្រគ្នាយើងឡើយចៅហ្គេមចាញ់ក៏ចាញ់ទៅវ៉ាឯងចេះមែនទេហេតោះជួយគុនគូឲ្យខ្ញុំបន្តិចមើលធ្វើម៉េចទើបអាចភ្ជាប់ជាប់បានសួស្ដីអ្នកគ្រូសួស្ដីអ្នកគ្រូស្រីស្អាតឈប់សិនចាំបន្តិចអ្នកគ្រូផៃសួស្ដីអ្នកគ្រូផៃសួស្ដីអ្នកគ្រូផៃសិនសៀវឯងចេះហៅខ្ញុំថាស្រីស្អាតដែរអេអ្នកគ្រូផៃអ្នកគ្រូពិតជាស្រីស្អាតមែនតើអញ្ចឹងអង្គុយសាកមើលទៅចាត់ទុកថាជួយគាំទ្រសិស្សទៅចុះយល់ព្រមទេបានពន្លឺនេះមិនក៏មិនទាន់បាត់ទៅវិញឬមួយក៏ឡើយសិនឯងគុនគូឃើញនៅខ្ញុំកំពុងតែគោរពឯកជនភាពអតិថិជនឯងទៅមុនទៅអេអញ្ចឹងឯងគុនគូតាមសប្បាយចុះអ្នកគ្រូផៃថ្មីនេះអ្នកគ្រូដោយសារតែគ្រូសារៈសៃធនហើយត្រូវបានគ្រូសាបង្ខំឲ្យធ្វើជាប្រពន្ធខ្លាំងៗមែនទេសិនសៀវមិនក៏ឯងដឹងនៅលើស្លាកមានសរសេរច្បាស់ណាស់សិនសៀវចុះខ្ញុំត្រូវដោះស្រាយរឿងនេះបែបណានេះមានន័យថាម៉េចនៅជាមួយខ្ញុំស្អីគេសិនសៀវពួកយើងជាគ្រូនឹងសិស្សឯងកុំមកលើឡាវអ្នកគ្រូផៃខ្ញុំកំពុងជួយអ្នកគ្រូតើមើលចុះខ្ញុំអាចជួយដោះស្រាយបញ្ហាគ្រូសាបង្ខំរៀបការហើយអាចជួយដោះស្រាយបញ្ហាគ្រូសារៈសៃធនទៀតរឿងអស់នេះខ្ញុំអាចជួយបានប៉ុន្តែនៅខាងក្រៅឯងហាមនិយាយផ្ដេសផ្ដាសបានតើគ្មានបញ្ហាទេព័ត៌មានពិតជាលម្អិតមែនអញ្ចឹងថ្ងៃនឹងប៉ុណ្ណឹងសិនហើយពួកយើងចាំតាក់ទងគ្នាពេលក្រោយសង្សារលាហើយសង្សារលាហើយអូជំងឺកន្ត្រាក់ម្រាមដៃជាហើយតើតាមមើលទៅការមកលក់ដូរនេះពិតជាជំរឿដ៏ត្រឹមត្រូវមែនរបស់នេះរកលុយពិតជាលឿនមែននេះត្រឹមតែរយៈពេលខ្លីកន្លះថ្ងៃសោះរកបាន50,000ហើយឯងសិនសៀវឯងចេះមើលខ្សែបាតដៃដែរហេឈុតដែរទេនេះមិនមែនជាសិនសៀវទេហេមិនក៏នៅជឿរឿងអស់នេះដែរបើមិនឈុតមិនយកលុយទេអញ្ចឹងមើលឲ្យខ្ញុំបន្តិចមើលមួយរយៈនេះនាងចង់បញ្ជាក់សមត្ថភាពខ្លួនឯងខ្លាំងណាស់មែនទេហេតុនេះហើយទើបនាងបើកហាងមួយប៉ុន្តែការរកស៊ីហាក់ដូចជាមិនសូវល្អសោះនាងចង់រកវិធីណា
ដើម្បីស្រោចស្រង់ហាងនោះឡើងវិញខ្ញុំនិយាយត្រូវទេឯងនិយាយត្រូវទាំងអស់អាឡូប៉ាកូនទេទិញគំនូបុរាណបាននៅកម្មវិធីចិត្តចាប់ផ្ដើមហើយកូនកុំបារម្ភអីប៉ាទិញរួចរាល់ហើយកូនថែមទាំងរកបានគ្រូទីខ្សែបាតដៃម្នាក់ទៀតផងសិនសៀវបើអញពូកែខាងមើលខ្សែបាតដៃខ្លាំងម្ល៉េះអញ្ចឹងអញទៅជាមួយខ្ញុំអ្នកនាងឈូខ្ញុំមិនមានសេវាកម្មនេះទេ300000អ្នកនាងឈូខ្ញុំសុខចិត្តបើកសេវាកម្មនេះសម្រាប់នាងអញគ្រាន់តែធ្វើខ្លួនឲ្យធម្មតាទៅបានហើយតោះទៅលេងដៃមកដល់ហើយលោកម្ចាស់ចៅនិយាយថាលោកម្ចាស់ចូលចិត្តរបស់បុរាណខ្ញុំបានពឹងគេឲ្យគូររូបគំនូបុរាណមួយផ្ទាំងជូនលោកហឹមគំនូល្អធ្វើត្បិតតែស្នាដៃនៅខ្ចីបន្តិចតែអាចមើលឃើញថាមានទេពកោសល្យឲ្យតែលោកម្ចាស់ពេញចិត្តគឺល្អហើយហាលោកម្ចាស់ចៅខ្ញុំក៏បានត្រៀមគំនូបុរាណមួយផ្ទាំងដែរកំពុងតែដឹកមកហើយឈូបងមើលទៅអូនដូចជាមិនខ្វល់ពីការសហការនេះសោះបើមិនអញ្ចឹងទេមិនក៏ហ៊ានឲ្យលោកម្ចាស់ចៅរងចាំគ្រូសាឈូរបស់ខ្ញុំប្រកាសជាខ្វល់ហើយលោកម្ចាស់ចៅខ្ញុំមកហើយមូលហេតុដែលខ្ញុំមកយឺគឺមកពីខ្ញុំទៅរកគ្រូទីខ្សែបាតដៃដល់ឆ្នាំម្នាក់ហាសិស្សច្បងអញខ្លាចជាគ្រូទីតាំងពីពេលណាឬមួយក៏ដោយសារតែបានកាន់ដៃឈូឯងនិយាយស្អីហ្នឹងរឿងអីដែលខ្ញុំត្រូវរីកាប្រាប់ឯងលោកប្រធានចៅលោកគុំជឿសម្ដីរបស់ឈូជីអ៊ុនឲ្យសោះសិនសៀវគឺជាមិត្តរួមថ្នាក់មហាវិទ្យាល័យរបស់ខ្ញុំគេជាមនុស្សបែបណាខ្ញុំដឹងច្បាស់បំផុតឆេះកូនស្រីគ្រូទីខ្សែបាតដៃអីក៏គ្មានយ៉ាងនេះកូនស្រីកូនអាចធ្វើអីឲ្យសម្រុំជាងនេះបានទេប៉ាមនុស្សដែលខ្ញុំរកមកប៉ាមិនទុកចិត្តហេបានទុកឲ្យខ្ញុំចាត់ការចុះលោកម្ចាស់ចៅនេះគឺជាគំនូដែលខ្ញុំដេញថ្លៃបានក្នុងតម្លៃយ៉ាងថ្លៃគំនូនេះប្រើវិធីគូពិសេសក្នុងសម័យរាជវង្សមេងហឹមគំនូមួយផ្ទាំងនេះប្រហែលជាមានតម្លៃមិនតិចទេក្មួយឈូគិតគូបានល្អណាស់ឲ្យតែលោកពេញចិត្តគឺល្អហើយហានេះគឺជាឱកាសចរចាដែលខ្ញុំខំប្រឹងដណ្ដើមពីគ្រួសារយ៉ាងលំបាកមិនអាចឲ្យគ្រួសារឈូយកបានទេលោកម្ចាស់ចៅគំនូថ្លៃមែនពិតប៉ុន្តែនៅមានកន្លែងទិញបានច្រើនណាស់តែមនុស្សវិញគឺមិនដូចគ្នាទេនិយាយបានល្អគំនូបុរាណទោះបីជាមានតម្លៃតែនៅមិនកម្រិតដូចជាគ្រូទីខ្សែបាតដៃដ៏កំអនោះទេអញ្ចឹងឲ្យគ្រូម្នាក់នេះជួយមើលឲ្យខ្ញុំបន្តិចថារាសីរបស់ខ្ញុំឥឡូវនេះយ៉ាងម៉េចដែរសិនសៀវខ្ញុំចង់ដឹងថាឯងធ្វើយ៉ាងម៉េចទៀតកូនស្រីគេទីឈុតអត់អូយ៉ាប៉ាកុំបារម្ភអីសមត្ថភាពមើលខ្សែបាតដៃរបស់គេកូនធ្លាប់សាកល្បងផ្ទាល់ហើយលោកម្ចាស់ចៅមួយរយៈនេះរាសីលោកមិនសូវល្អទេនៅក្នុងផ្ទះមានសញ្ញានៃការបែកបាក់សិស្សច្បងឯងកំពុងនិយាយផ្ដេសផ្ដាស់អីហ្នឹងអ្នកនៅក្នុងរង្វង់នេះនរណាក៏ដឹងថាគ្រួសារលោកម្ចាស់ចៅនៅចុះសម្រុងគ្នាឯងហ៊ានដាក់បណ្ដាសាថាគ្រួសារលោកម្ចាស់ចៅបែកបាក់ផងឯងប្រកាសជាចង់ឲ្យលោកម្ចាស់ចៅជួបរឿងមិនល្អហើយក្មេងម្នាក់នេះពិតជាមិនស្គាល់ខ្ពស់ទាបមែននេះគ្រួសារឈូប្រហែលជាតច្រកឲ្យមើលទៅដើម្បីគម្រោងនេះសុកចិត្តបោះបង់មុខមាត់ចោលហ៊ានទាំងរកជនបោកប្រាស់មកជួបលោកម្ចាស់ចៅគ្រួសារឈូពួកយើងពិតជាគ្មានចិត្តណាបែបនេះទេកូនស្រីតោះត្រឡប់ទៅវិញលោកសិនសុំលោកនិយាយបន្តទៀតមិននឹងអាចទៅរួចសិនសៀវពិតជាគ្រូទីខ្សែបាតដៃដ៏ពូកែមែនលោកម្ចាស់ចៅប្រុសដែលមិនទាន់កើតរបស់លោកដោយសារតែបញ្ហាគ្រួសារមិនចុះសម្រុងធ្វើឲ្យខ្ពស់មិននឹងណូត្រូវទេអូយ៉ាលោកសិននិយាយត្រូវទាំងអស់សូមលោកជួយរកវិធីដោះស្រាយផងលោកម្ចាស់ចៅសិនសៀវប្រកាសជាមុខសេះដែលគ្រួសារជួមកហើយប្រកាសជាម្នាក់នឹងហើយដែលជួអ្នកស៊ើបអង្កេតឯកជនទៅស៊ើបការពីគ្រួសារលោករួចហើយមកធ្វើពុតជាចេះទូទីនៅទីនេះត្រូវហើយរឿងក្នុងគ្រួសាររបស់លោកម្ចាស់ចៅមិននឹងអាចឲ្យគ្រូទីម្នាក់ទីដឹងទៅគ្រួសារឈូនេះដើម្បីតែការសហការហ៊ានធ្វើគ្រប់បែបយ៉ាងទាំងអស់បានហើយគ្រួសារចៅរបស់ខ្ញុំមានការការពារតឹងរឹងណាស់មិននឹងអាចបែកធ្លាយព័ត៌មានបានពួកឯងកំពុងតែសង្ស័យលើប្រព័ន្ធសុវត្ថិភាពរបស់គ្រួសារចៅហេលោកសិនសូមលោកជួយណែនាំផងលោកម្ចាស់ចៅមូលហេតុចម្បងដែលគ្រួសារមិនចុះសម្រុងគឺដោយសារតែការបែងចែកបាក់ពួកហើយក្រុមហ៊ុនត្រកូលឈូគឺស្ថិតនៅក្រៅបាក់ពួកដែលមានចំនួននោះដូច្នេះឲ្យតែពួកលោកចុះកិច្ចសន្យាចំនួនក្នុងគ្រួសារលោកនឹងត្រូវកាត់ផ្តាច់ហើយគភក៏នឹងត្រឡប់មកនឹងណូវិញដែរពិតមែនហើយអ្វីគ្រប់យ៉ាងផ្ដើមចេញពីការបង្កើតគម្រោងនេះអរគុណលោកសិនខ្ញុំប្រកាសថាដៃគូសហការលើកនេះគឺគ្រួសារឈូវ៉ាវកូនស្រីធ្វើបានល្អណាស់រឿងគ្រួសារលោកម្ចាស់ចៅមិនទាន់ដោះស្រាយផងមិនក៏អាចសម្រេចចិត្តប្រញាប់ប្រញាល់ម្លេះមិនដឹងជាសិនសៀវចេះតែទីត្រូវក៏មិនដឹងខ្ញុំចេះតែទីត្រូវបានអញ្ចឹងឯងសាកទីឲ្យត្រូវដូចខ្ញុំមើលលោកម្ចាស់ចៅគ្រូទីកំពេចកំពុកបែបនេះខ្ញុំក៏មានកិត្តិយសរបស់ខ្ញុំដែរលោកសិនខ្ញុំដេញគេចេញឥឡូវនេះមិនបាច់ទេបើគេមើលងាយជំនាញទីរបស់ខ្ញុំអញ្ចឹងពួកយើងភ្នាល់គ្នាទៅហើយលោកម្ចាស់ជួយធ្វើជាសាក្សីផងលោកប្រុសលីហ៊ានភ្នាល់ទេមានអីដែលខ្ញុំមិនហ៊ាននោះខ្លាចតែឯងគ្មានដើមទុនភ្នាល់គ្រប់គ្រាន់ទេឯងនិយាយមកឯងចង់ដាក់ប៉ុន្មានខ្ញុំដាក់300000ភ្នាល់ថាឯងកំពុងបោកលោកម្ចាស់ចៅហើយបើខ្ញុំឈ្នះថ្ងៃក្រោយឲ្យតែឃើញមុខខ្ញុំឯងត្រូវប្រុសដូចឆ្កែឯងហ៊ានមើលងាយគ្រូទីផងលោកម្ចាស់ចៅកុំបារម្ភអីខ្ញុំមិនចាញ់ទេលោកប្រុសលីដល់ល្បីឈ្មោះដាក់ត្រឹមតែ300000ចុះឯងមានសមត្ថភាពអត់អាក្រៃក្រដូចឯងសំបីតែ300000ក៏គ្មានផងនៅមានមុខមកសើចចំអកខ្ញុំទៀតមើលនេះជាស្អីគេមិននឹងអាចទៅរួចមិនក៏ឯងមានលុយច្រើនម្ល៉េះរឿងនឹងមិនបាច់ចង់ដឹងទេលោកប្រុសលីមិនមែនដាក់តិចជាងខ្ញុំទេដឹងបានចង់លេងធំលោកម្ចាស់ចៅខ្ញុំដាក់2លានសិនសៀវចង់ឲ្យពេលឯងទៅខ្ចីលុយការប្រាក់គេសិនទេ
សិនសៀវខ្វះប៉ុន្មានខ្ញុំចេញលីពីងខ្ញុំក៏ដាក់ដូចឯងដែរបើឯងចាញ់ឯងត្រូវតែព្រោះដូចឆ្កែឲ្យខ្ញុំមើលគ្មានបញ្ហាសិនសៀវខ្ញុំក៏ចង់ភ្នាល់ជាមួយឯងដែរនាងក៏មិនជឿខ្ញុំដែរខ្ញុំជឿជាក់លើសមត្ថភាពទីរបស់ឯងប៉ុន្តែខ្ញុំមិនជឿថាធ្វើឲ្យកុផុលនឹងណអាចដោះស្រាយបានដោយសម្ដីមួយម៉ាត់នោះទេបានអញ្ចឹងពួកយើងភ្នាល់គ្នាដែរទៅបានបើកផុលនៅតែមិននឹងណទេឯងត្រូវមកធ្វើជាជំនួយការឲ្យខ្ញុំកន្លះឆ្នាំចុះបើកផុលត្រឡប់មកនឹងណវិញនាងត្រូវធ្វើជាអ្នកបម្រើរបស់ខ្ញុំកន្លះឆ្នាំយល់ពមសន្យាគឺជាសន្យាការភ្នាល់ទាំងពីរនេះខ្ញុំជាសាក្សីហាមនរណាកែប្រែឲ្យសោះបាទលោកម្ចាស់ខ្ញុំសម្រេចថាយកក្រុមហ៊ុន Chusi ជាដៃគូសហការថ្មីចាត់ចែងប្រកាសដំណឹងនេះទៅ5នាទីដល់ហើយមើលទៅគ្រូទីក៏មិនឈុតអីដែរលោកម្ចាស់ចៅប្រញាប់ឲ្យសិនសៀវបំពេញការសន្យាទៅខ្ញុំកំពុងខ្វះសត្វចិញ្ចឹមមួយក្បាលផងហើយខ្ញុំឃើញថាអ្នកដែលត្រូវព្រោះនោះគឺដំណឹងល្អលោកម្ចាស់ចៅគប់ហូននឹងនៅវិញហើយនេះមិននឹងអាចទៅរួចពិតជាមានប្រសិទ្ធភាពភ្លាមមែនល្អពិតជាល្អណាស់លោកសិនបានជួយដោះស្រាយក្តីកង្វល់របស់ខ្ញុំចៅឈីងសូមអរគុណលោកម្ដងទៀតលោកម្ចាស់ចៅគួរសំពេចហើយជារឿងតូចតាចទេអ្នកទាំងពីរដល់ពេលត្រូវបំពេញការសន្យាហើយមែនទេជាពិសេសគឺឯងលីពីងព្រោះពីម៉ាត់ឲ្យខ្ញុំស្ដាប់បន្តិចមើលសិស្សច្បងធ្វើមនុស្សទប់ផ្លូវខ្លះផងថ្ងៃក្រោយស្រួលជួបមុខគ្នាយ៉ាងដូចឯងសមខ្ញុំទប់ផ្លូវឲ្យដែរហេមកនេះព្រោះឲ្យខ្ញុំស្ដាប់ភ្លាមឈួតខ្ញុំឲ្យឯងទៅហើយហេឆាប់សុំទោសលោកសិនហើយបំពេញការសន្យាភ្លាមលោកម្ចាស់ចៅលោកចាំបាច់ធ្វើដល់ថ្នាក់នឹងទេយ៉ាងណាក៏ខ្ញុំជាមនុស្សរបស់ក្រុមហ៊ុនត្រកូលលីដែរឯងជាស្អីសូម្បីតែលីធានឪពុកឯងក៏មិនហ៊ាននិយាយបែបនេះជាមួយខ្ញុំដែរជូនដំណឹងទៅក្រុមហ៊ុនត្រកូលលីសម្ព័ន្ធក្រុមហ៊ុនលីនឹងលុបចោលការសហការទាំងអស់គឺឯងខ្ញុំព្រមធ្វើតាមសន្យាឆាប់មកព្រោះឲ្យម្ចាស់ឯងស្ដាប់ភ្លាមសិនសៀវខ្ញុំនឹងធ្វើឲ្យឯងស្ដាយក្រោយប្រុសរីបលីងឯងភ្លេចយកបំពង់កុំមកពីផ្ទះហេបើគេមិនដឹងស្មានតែឯងកំពុងយំសឹបឲ្យនរណាហើយព្រោះឲ្យខ្លាំងជាងនេះបន្តិចមកព្រោះបានល្អថ្ងៃក្រោយឲ្យតែឃើញមុខខ្ញុំត្រូវព្រោះបែបនេះណាខ្ញុំឲ្យឯងទៅហើយហេនៅមានរឿងអីទៀតលុយភ្នាល់2លានល្អទៅឲ្យឆ្ងាយបានហើយសិនសៀវចាំមើលចុះអ្នកនាងឈូឥឡូវនេះដល់វេននាងត្រូវបំពេញការសន្យាហើយមែនទេអូយ៉ាប៉ាឆាប់ជួយកូនផងកូនជាកូនស្រីត្រកូលឈូដ៏ថ្លៃថ្នូរមិនអាចទៅធ្វើជាអ្នកបម្រើឲ្យគេបានទេប៉ាយល់ថាសិនសៀវជាក្មេងល្អម្នាក់នៅក្មេងសោះខ្លាចជាគ្រូទីដ៏ពូកែទៅហើយកូនអាចឆ្លៀតឱកាសនេះរាប់អានគេទៅជាអូនសន្យាគឺជាសន្យាបានខ្ញុំធ្វើតាមសន្យាចាប់ពីពេលនេះទៅខ្ញុំគឺជាអ្នកបម្រើរបស់ឯងហូលោកសិនពិតជាទេវតាមែនមិនត្រឹមតែពូកែខាងគុណគូទេថែមទាំងពូកែទាំងការសិក្សានិងគុណដៅទៀតតាពិតជាកោតសរសើរណាស់នេះគេកំពុងតែបង្ហាញអំណាចដាក់ខ្ញុំសិនសៀវតាឯងជាមនុស្សបែបណាឲ្យប្រាកដកូនស្រីសិនសៀវម្នាក់នេះមិនធម្មតាទេប៉ាពេញចិត្តគេខ្លាំងណាស់ថ្ងៃក្រោយនៅជាមួយគេរៀនសូត្រពីគេឲ្យបានច្រើនហើយបើភ្នែកមើលពិភពខាងក្រៅផងកូនដឹងហើយលោកប៉ាកុំបង្អែបង្អង់យូរពួកយើងចុះកិច្ចសន្យាលើនេះតែម្ដងទៅចាត់ចែងរឿងកិច្ចសន្យាឲ្យរួចរាល់កុំឲ្យមានបញ្ហានៅពេលក្រោយបានហាតោះទៅលោកគ្រូសិនអំបញ្ញមិញមកពីខ្ញុំមានភ្នែកតែគ្មានគ្រាប់មិនបានជាប្រមាថលោកសូមលោកកុំប្រកាន់អីណានេះមិនមែនជាលោកគ្រូសិនអំបញ្ញមិញមកពីពួកខ្ញុំមានភ្នែកតែគ្មានគ្រាប់បានជាប្រមាថលោកនេះជាការដទៃទួចសូមមេត្តាទទួលផងអរគុណសម្រាប់ទឹកចិត្តរបស់ពួកលោកហើយ